នៅក្នុងឆ្នាំ1900ពេលនោះសម្ព័ន្ធមិត្តទាំង8បានឃើញថារាជការឆេងមានភាពទន់ខ្សោយព្រមទាំងមានក្រុមអុកឡុកដែលគេហៅថាក្រុមអ៊ីហឺក៏បានយកលេសនាំគ្នាវាយលុកឈ្លានពានមហាឆេងរាជការឆេងនៅក្នុងពេលនោះស្ថិតនៅក្នុងសភាពស្មុគស្មាញបំផុតគ្មានលទ្ធភាពតទល់ទាំងស្រុងនៅថ្ងៃទី14ខែ8ឆ្នាំដដែលរាជធានីប៉េជីងត្រូវបាត់បង់ព្រះមហាក្សត្រយានីឆឺស៊ីទទួលបរាជ័យនៅនយោបាយថ្មីទាំងស្រុងពេលនោះព្រះរាជាកុងស៊ូដែលត្រូវឃាត់ខ្លួននៅក្នុងដំណាក់អ៊ីនថៃបានភៀសប្រកាសយ៉ាងប្រញាប់ប្រញាល់នៅក្នុងប្រវត្តិសាស្ត្រគេហៅថាសម័យសង្គ្រាមកឹងជឹងវ៉ាន់សាន់តើឯងមកធ្វើអីសូមទូលថ្វាយព្រះអង្គក្រោកឡើងសិនណាមានរឿងអីកើតឡើងក្រាបទូលព្រះអង្គព្រះមហាក្សត្រយានីបានចេញពីរាជបញ្ជាសូមឲ្យព្រះអង្គផ្លាស់ប្រពោះទៅកាត់ដំណាក់ឈើលីងមិនឲ្យខកពេលទេយើងជាព្រះអង្គទោះជាស្លាប់ក៏យើងមានឋានៈជាព្រះអង្គមហាឆេងយើងមិនផ្លាស់ប្រពោះរបស់យើងនោះទេព្រះអង្គសូមព្រះអង្គផ្លាស់ទៅក្រាបទូលកុំធ្វើដូចជាព្រះជាយាយចិនហ្វីយ៉ាងម៉េចទៅហើយព្រះជាយាយចិនហ្វីបានទទួលពលីកម្មទៅហើយថាម៉េចទទួលពលីយើងមិនទាន់សោយទីមង្គតបែរជាស្លាប់មុនយើងត្រូវការជួបចិនហ្វីព្រះអង្គចិនហ្វីទៅកាន់ឋានរូបបាត់ទៅហើយឬមួយថាព្រះអង្គចង់យាងទៅទីនោះដែរឯងនិយាយថាម៉េចព្រះអង្គបើសិនជាមិនផ្លាស់ប្រពោះទេទៅណាក៏មិនរួចដែរក្រាបទូលព្រះអង្គសូមព្រះអង្គផ្លាស់ទៅក្រាបទូលចិនហ្វីព្រះមហាក្សត្រយានីយើងទាំងអស់គ្នាចេញដំណើរពេញមួយថ្ងៃទៅហើយខាងមុខមានខ្ទមមួយពួកយើងនាំគ្នាសម្រាប់សិនតែព្រះមហាក្សត្រយានីមានបរិយាបញ្ជាឲ្យសម្រាប់នៅខាងមុខមួយផ្លែតកាលដែលនៅរាជធានីយើងបានផ្ញើតួលេខឲ្យលីសៀនពីច្បាប់ហើយឲ្យគេនាំមនុស្សនាំស្បៀងមកទទួលយើងឥឡូវនេះយើងកំពុងតែធ្វើដំណើរហេតុអីបានជាមិនឃើញគេមកដល់មនុស្សចង់មកសៀតដោយលីសៀននេះមួយថ្ងៃដឹងតែនៅកន្លែងជួនបរទេសបាញ់កំភ្លើងបរទេសចង់បានប្រាក់បរទេសគេមករវល់នឹងព្រះមហាក្សត្រយានីទេថ្ងៃណាមួយបើធ្លាក់ក្នុងដៃយើងនឹងប្រឡត់ស្បែកគេឲ្យតល់តែបានយើងមិនអត់ឱនឲ្យគេទេបានហើយប្រញាប់ធ្វើដំណើរទៅមុខទៀតតាំងពីថ្ងៃមកកើតខែ8ចេញពីសៀនហ្វាមកយើងឆ្លងកាត់ភ្នំមួយទៅភ្នំមួយមកដល់ទីនេះមិនងាយទេហើយក៏ប្រហែលជាមិនឆ្ងាយពីធានចិនប្រមាណដែរទៅដល់ទីនោះទោះជាគ្មានសាច់មាន់ហូបយ៉ាងហោចណាស់ក៏មានកដាំបបរដែរមែនទេឲ្យចាំតិចឡើងទៅបញ្ចុះវីឲ្យច្រើនថតឲ្យបានច្រើនហើយថតឲ្យបានច្បាស់ពួកយើងនឹងទូទាត់បញ្ជីជាមួយនឹងហាងកាសែតណាសំលោកកុំអារម្មណ៍អីខ្ញុំប្រកបកិច្ចការនេះយូរឆ្នាំមកហើយដំណឹងជាដំណឹងពិសេសបើមិនអញ្ចឹងខ្ញុំក៏មិនសុខចិត្តដែរកាពីព្រះមហាក្សត្រយានីទូលបង្គំលូយ៉ុងចវាយស្រុកធានចិនសូមក្រាបថ្វាយបង្គំព្រះមហាក្សត្រយានីទូលបង្គំបោះយឺតពេលសូមព្រះមហាក្សត្រយានីលើកលែងទោសលោកជាចវាយស្រុកឈ្មោះលូយ៉ុងហ៎ក្រាបទូលបង្គំបានទទួលសារសម្ងាត់ថាព្រះអង្គនៃព្រះមហាក្សត្រយានីយាងមកទីនេះ
ខ្លាំធំមើលឯងទៅហ៊ានប្រើពាក្យព្រះមហាក្សត្រយ៉ាងនេះនៅប្រអស់ទៀតបើសិនជាពួកចៅព្រៃលឺតើគិតយ៉ាងម៉េចបាសុំទោសខ្ញុំដឹងថាលោកម្ចាស់ទាំងពីរធ្វើដំណើរមកទីនេះហេតុដូច្នេះហើយបានជាខ្ញុំបញ្ញាប់បញ្ញាល់មកទីនេះនៅពេលដែលលោកម្ចាស់ទាំងពីរមកដល់គឺជាបំផុតពីត្រូវការកន្លែងសម្រាប់ហើយដើម្បីកុំឲ្យគេមានការភ្ញាក់ផ្អើលនោះបានជាខ្ញុំមកតែម្នាក់ឯងដើម្បីទទួលអ្នកទាំងអស់គ្នាខ្ញុំធ្វើដំណើរបញ្ញាប់បញ្ញាល់មកទីនេះមានការយឺតយ៉ាវបន្តិចសូមមេត្តាអភ័យទោសសូមមេត្តាអភ័យទោសដែលខ្ញុំមកទីនេះយឺតយ៉ាវបន្តិចហើយខ្ញុំបានរៀបចំអង្ករមួយចំនួនដើម្បីជូនអ្នកទាំងអស់គ្នាលោកម្ចាស់សូមជួយមើលចោះនេះគឺជាស្អីមុនពេលចេញដំណើរប្រពន្ធរបស់ខ្ញុំគេឲ្យខ្ញុំយកមកជាមួយយកមកទេព្រះមហាក្សត្រយ៉ាងនេះតែសូមកុំបង្ខំអត់បានហើយគ្រប់គ្រាន់ហើយចែកបងប្អូនយើងទាំងអស់គ្នាទៅណាសៀលលឺជឿណែត្រូវទុក2គ្រាប់ណាទុក2គ្រាប់ផងណាព្រះមហាក្សត្រយ៉ាងនេះទូបង្គំអត់បាយយូរថ្ងៃហើយប្រហែលថ្ងៃនេះទូបង្គំហូបតែបបរដូច្នេះសូមព្រះមហាក្សត្រយ៉ាងនេះកុំព្រួយប្រតិអីលោកជាជនជាតិម៉ាន់ជូឬមួយជនជាតិហានក្រាបទូបង្គំជាជនជាតិហានប្រហែលថ្ងៃនេះណាឃ្លានផងណាស្រេកទឹកផងឲ្យគេទៅដងទឹកគេនិយាយថាអណ្ដូងនីមួយមានតែក្បាលមនុស្សទឹកនោះហូបមិនកើតទេគ្រប់កន្លែងសុទ្ធតែជាមនុស្សស្លាប់ពីពីលពីកាលហើយនឹងសាកសពជាច្រើនឥឡូវនេះស្ថានភាពមានភាពតឹងតែងណាស់អ្វីដែលទូតបង្គំយកមកមិនគ្រប់គ្រាន់នេះគឺជាកំហុសទូតបង្គំតែនិយាយការពិតទៅចុះរបស់ល្អនៅក្នុងស្រុកធានចិននេះគឺពងមាន់ប្រមាណដែលទូតបង្គំយកមកនេះឲ្យក្រាបទូលហើយមានប៉ុណ្ណឹងល្អពេកហើយក្នុងស្ថានភាពបែបនេះបើសិនជាអាចរៀបមកហូបមកតុកនោះយើងនឹងដឹងថាគេជាមន្ត្រីទទួលការសោកប៉ាន់ប៉ុណ្ណាហើយលីសៀនរហូតដល់ពេលនេះហើយមិនឃើញមកយើងឲ្យគេការពារតំបន់ខាងលិចគឺព្រោះតែសភាពការចំពោះមុខតឹងតែងពេកឥឡូវយើងធ្វើដំណើរមកដល់ទីនេះគេគួរតែធ្វើដំណើរទាំងយប់ទាំងថ្ងៃមកទទួលយើងក្រាបទូលលោកម្ចាស់លីសៀនព្រោះតែការពារសុវត្ថិភាពរបស់ព្រះមហាក្សត្រយ៉ាងនេះបានជំនុំកងទ័ពទាំងមូលកម្ចាត់ពួកចៅឥន្ទ្រីតែមិននឹកស្មានថាចៃដន្យអាក្រក់ក៏មានរបួសដោយសារតែព្រួញដូច្នេះបានជាគាត់មិនអាចធ្វើដំណើរមករួចព្រះមហាក្សត្រយ៉ាងនេះមានកិច្ចការអីផ្ដាំផ្ញើទូលបង្គំបានហើយទូលបង្គំនឹងធ្វើភ្លាមហើយធ្វើយ៉ាងនេះមិនកើតទេលីសៀនជាសសរដ៏រឹងមាំរបស់មហាឆេងយើងឆាប់ប្រាប់គ្រូពេទ្យទៅថាខំជាបាលរបួសលីសៀនបន្ទាន់កុំឲ្យខូចកាយសោះស្ដាប់បានទេព្រះមហាក្សត្រយ៉ាងនេះលោកម្ចាស់លោកកញ្ចប់នេះជាស្អីទៅព្រះមហាក្សត្រយ៉ាងនេះយប់ឡើងត្រជាក់ដាស់ពេលថ្ងៃត្រង់ក្តៅខ្លាំងទូលបង្គំបានរៀបចំខោអាវក្រាស់បន្តិចដើម្បីថ្វាយព្រះមហាក្សត្រយ៉ាងនេះសម្រាប់ប្រើប្រាស់នៅពេលយប់យកមកមើលឃើញទេចិត្តបានមែនជាការពិតណាស់ពេលដែលថ្ងៃលិចទៅខ្យល់បក់មកពិតជាត្រជាក់ខ្លាំងមែនអរគុណហើយដែលលោកចិត្តល្អបែបនេះអូមែនហើយឃ្លាតឆ្ងាយរាជធានីយូរហើយមិនដឹងមានដំណឹងយ៉ាងណាលោកមានទទួលបានដំណឹងដែរទេទូលបង្គំបានទទួលសារមួយច្បាប់សូមព្រះមហាក្សត្រយ៉ាងនេះយើងទោសសារសម្ងាត់របស់លោកម្ចាស់លីលោកមើលរួចហើយនៅទូលបង្គំមិនហ៊ានមើលសារសម្ងាត់ទេ
មេតបជាងនៅហឺណានដឹកនាំកងទ័ពរបស់ខ្លួនការពាររាជធានីទប់ស្កាត់កងទ័ពបរទេសខេត្តកួងតុងបញ្ជូនប្រាក់សម្រាប់បង់ពន្ធទៅកាន់រាជធានីក្នុងខែនេះហានអ៊ីសៀនចំណាយប្រាក់1 លានតម្លឹងសម្រាប់រាជការហានអ៊ីសៀនហានអ៊ីសៀនជាកម្ពូលមនុស្សកំណាញ់ហើយគេចេញចំនួន1 លានតម្លឹងនោះហាក់ដូចជាចង់សម្រាប់គេអញ្ចឹង ក្របទូលឲ្យគេចេញចំនួននេះគ្រាន់តែជារឿងបណ្ដោះអាសន្នទេនៅពេលដែលប្រាក់ខែកងតុកបញ្ជូនមកដល់ហើយព្រះមហាក្សត្រយ៉ាងនេះនឹងសងគេមិនទាំងដើមទាំងការបើយ៉ាងទៀតព្រះមហាក្សត្រយ៉ាងនេះធ្លាប់ល្អនឹងគេលោកម្ចាស់ហានគួរតែមានការយោគយល់នេះជាពេលដែលគេសងប្រគុណព្រះមហាក្សត្រយ៉ាងនេះ លោកម្ចាស់ហានពូកែធ្វើណាស់បើសិនជាមិនប្រាប់គេមិនធ្វើទេពេលដែលទៅដល់ស៊ីអានយើងត្រូវប្រាប់គេឲ្យច្បាស់ណា ល្អអាចារ្យឡោអូអាចារ្យអចារ្យមែនអាចារ្យមែនអាចារ្យអូអាចារ្យមែនមូតានលោកម្ចាស់មកហើយ យ៉ាមូតានអស់ចាមែនតែស្ដីបានល្អអាយ៉ាជប់ទុកឲ្យខ្ញុំយកទៅផ្ទាល់ លោកម្ចាស់សូមចេញអង្គុយលេងតែ បាទយ៉ាមូតាននេះគឺជាទឹកត្រជាក់កំពៅយ៉ាងពិសេសសម្រាប់នាងណាហើយថ្នាំនេះគឺបើសម្រស់ជួយបំពង់កហូបទៅ បានហើយទុកនឹងចាស់ យ៉ាកុំភ្លេចណាយប់នេះមានកម្មវិធីប្រជុំមួយនាងមកកុំខាតណា បំពង់កខ្ញុំស្អកខ្ញុំទៅមិនរួចទេ អាយ៉ាឥឡូវនេះខ្ញុំបានរៀបចំថ្នាំបំពន់សម្រាប់នាងទៅព្យាបាលបំពង់កហើយ យ៉ាងម៉េចហ្នឹងលោកចង់ចាប់បង្ខំខ្ញុំទៅសម្ដែងក្នុងផ្ទះលោកមែនទេ អីដែរលោកម្ចាស់អីនេះអុយពីរឿងអីដំណឹងមកពីសានស៊ីថាព្រះមហាក្សត្រយ៉ាងនេះបានយាងមកដល់ស្រុកធានចិនហើយមិនយូរប្រហែលទេទ្រង់នឹងយាងមកដល់ស៊ីអានហើយបុតជាមកមែនទេឆាប់ទៅសាលាខេត្តភ្លាមទៅបាទលោកម្ចាស់ប៊ូតាណាបពករបស់នាងមិនស្រួលយប់នេះសម្រាប់ចោះមិនបាច់ជ្រៀងអីទេសម្រាប់ចោះហាទៅលោកម្ចាស់ប្រាប់ពួកគេទៅកម្មវិធីណាដែលប៊ូតាសម្ដែងត្រូវលុបចោលទាំងអស់យើងជាអ្នកជួលផ្ដាច់តែម្ដងបាទសូមរាយការណ៍លោកច្បាយខេត្តសានស៊ីលោកម្ចាស់លីសៀងមកដល់ហើយសូមក្រាបថ្វាយបង្គំព្រះមហាក្សត្រយ៉ាងនេះទូលបង្គំមកយឺតពេលសូមបរិជ្ជទានទូហេយ៉ាឆាប់ក្រោកឡើងមកលោកត្រូវរបួសមែនទេលោកនៅទទួលយើងនៅមើលថែយើងបានហើយមិនក៏ចាំបាច់មកទីនេះបើលោកឈឺធ្ងន់នេះខ្ញុំធ្វើយ៉ាងម៉េចទៅ ព្រះមហាក្សត្រយ៉ាងនេះទូលបង្គំរបួសបន្តិចបន្តួចមិនអាចប្រៀបស្មើនឹងព្រះមហាក្សត្រយ៉ាងនេះនឹងព្រះអង្គទេនៅតាមផ្លូវមានការលំបាកយ៉ាងនេះពេលដែលឃើញព្រះមហាក្សត្រយ៉ាងនេះនឹងព្រះអង្គមានបរិសុខភាពល្អទូលបង្គំពិតជាត្រេកអរក្រៃលែងក្រាបទូលសូមអរព្រគុណព្រះជាម្ចាស់ មិនចាំបាច់និយាយច្រើនទេមកចូលទៅក្នុងអង្គុយលេងចូលទៅខាងក្នុងណា ក្រាបទូល មកម្នាក់នេះគឺ នេះជាកូនប្រុសច្បងរបស់ទូលបង្គំឈ្មោះជីយៀនវាជាគុណល្អពូកែធ្វើសឹកបើសិនជាគ្មានកូនប្រុសនេះទេទូលបង្គំប្រហែលជាមិនអាចមកជួបព្រះមហាក្សត្រយ៉ាងនេះទេ ហេយ៉ាក្លាហានមែនមកនាំគ្នាចូលក្នុងទៅមកចូលក្នុងទៅ ក្រាបទូល មកអង្គុយមក អរព្រគុណ ជាជាណាឪពុកដូចជាលោកអញ្ចឹងពិតជាមិនអត់មែនការនៅសាន់តុងកំចាត់ចោលប្លន់ចាត់ការពី400ទៅ500នាក់
នៅក្នុងពេលនោះណានៅតាមផ្លូវមានសុវត្ថិភាពល្អពេលយប់សឹងតែមិនបាច់បិទទ្វារផង ព្រះមហាក្សត្រយ៉ានីអរព្រគុណហើយ សៀវលីជឺ ក្រាបទូល ឆាប់ទៅយកទឹកឲ្យគេម្នាក់មួយចានមកគេធ្វើដំណើរតាមផ្លូវប្រហែលជាស្រេកទឹកខ្លាំងណាស់ហើយ ក្រាបទូលអរព្រគុណព្រះមហាក្សត្រយ៉ានីក្រោយពេលដែលទូបង្គំផឹកទឹករបស់ព្រះមហាក្សត្រយ៉ានីហើយនឹងមានកម្លាំងខ្លាំងក្លាអរគុណហើយពុកមកតាមផ្លូវពុកមិនសូវបានពិសាទឹកទេសូមពិសាច្រើនទៅពុកយ៉ាងម៉េចហើយពុកពុកយ៉ាងម៉េចហើយពុកយ៉ាងម៉េចដែរពុក ហេតុអីបានជាអញ្ចឹង ពុកកុំស្លាប់ពុកកុំស្លាប់អីពុក លោកម្ចាស់លីសៀនហត់នឿយក្នុងការកម្ចាត់ចោលព្រៃអស់កម្លាំងពីខ្លួនមានជាតិពុលជ្រាបចូលក្នុងបេះដូងគាត់ស្លាប់ទៅហើយ ពុកខ្ញុំមានតែរបួសជើងហេតុអីបានជាជាតិពុលជ្រាបចូលក្នុងបេះដូងជាតិពុលនេះអញសាហាវណាស់លោកសូនម្នាក់នេះគឺជាជនក្បត់រាជការចង់ធ្វើគុតព្រះមហាក្សត្រយ៉ានីនឹងព្រះអង្គសំណាងល្អណាស់ដែលលោកម្ចាស់លីសៀនតាំងចិត្តសម្រាប់ឃាតករនេះទើបបណ្ដាលឲ្យគាត់ត្រូវឃាតករសម្លាប់កូនសម្លាប់ឪពុកត្រូវមានទោសធ្ងន់មិនអាចលើកលែងលោកម្ចាស់បាទហើយកងទ័ពតាមចាប់ខ្លួនគេឲ្យបានបាទទៅយើងចាប់ឡើងពួកឯង ក្រាបទូល បញ្ចុះសັບគេទៅ ក្រាបទូល បើនិយាយដូចនេះលីសៀនបានកម្ចាត់ពួកចៅអស់ច្រើនណាស់ហើយលោកយល់ថាតទៅទៀតនេះប្រហែលជាគ្មានបញ្ហាអីកើតឡើងទេ ក្រាបទូលចៅផ្លត់ដទីនេះមិនធម្មតាទេមេដឹកនាំរបស់ពួកគេរហ័សនាមហៅថាអន្ត្រីធំចេញចូលអត់ស្រមោលគ្មានអ្នកណាស្គាល់មុខមាត់ពិតរបស់គេទេធ្វើត្បិតថាលោកម្ចាស់លីសៀនកម្ចាត់ពួកគេច្រើនលើកច្រើនសារប៉ុន្តែពួកគេនៅតែមិនទាន់អស់មេដឹកនាំហើយនឹងកូនចៅរបស់ពួកគេចូលក្នុងព្រៃសូមព្រះមហាក្សត្រយ៉ានីកុំប្រហែសឲ្យសោះ កម្លាំងរបស់លីសៀនស្មោះនឹងរាជការទេ ក្រាបទូលប៉ុន្តែភ្លាមនេះកុំអាលឲ្យពួកគេទៅទីនោះអី ណែលោកមានលទ្ធភាពបញ្ជាកងទ័ពពី500នាក់ទៅ6នាក់បាន កម្លាំងរបស់ទូបង្គំមានតែជាង40នាក់តែប៉ុណ្ណោះទេប្រយុទ្ធជាមួយនឹងពួកឥន្ទ្រីប្រៀបដូចជាយកពងមាន់ទៅជុលនឹងដុំថ្មទូបង្គំយល់ថាគួរតែពឹងទៅលើលោកចៅហ្វាយខេត្តសានស៊ីហានអ៊ីសៀន បានគេស្គាល់ភូមិសាស្ត្រច្បាស់មនុស្សក៏ច្រើនឥឡូវលោកទៅតាមរកហានអ៊ីឈៀននាំទ័ពមកជួយយើងជាបន្ទាន់ ទូបង្គំនឹងផ្ញើសារទៅបន្ទាន់តែទូបង្គំមានឋានៈតូចតាចណាស់ខ្លាចក្រែងតែលោកម្ចាស់ហានមិនស្ដាប់តាមទូបង្គំទេក្រាបទូល សៀវលាជឺ ក្រាបទូល ចៅហ្វាយស្រុកធានចិនឈ្មោះលូយ៉ុងត្រូវតែងតាំងជាមន្ត្រីថ្នាក់ទី4 លោកត្រូវឡើង3ឋានៈអរប្រគុណព្រះមហាក្សត្រយ៉ានីទៅសូមអរប្រគុណការប្រទានរបស់ព្រះមហាក្សត្រយ៉ានី លូយ៉ុង ក្រាបទូល ទីនេះគ្មានអ្នកណាស៊ើបទេលោកនិយាយទៅមើលហេតុអីបានជាយើងឲ្យលោកឡើងឋានៈ3ដំណាក់ភ្លាម ដែលរឿងនេះទូបង្គំ
ពីព្រោះលោកក្លាហានសូម្បីតែសារសម្ងាត់ដែលសម្រាប់ថ្វាយព្រះអង្គលោកមិនត្រឹមតែលួចមើលថែមទាំងលួចចម្លងមកច្បាប់ទៀតផងហ៎លោកគ្រាន់បើមែនលោកមិនចង់ប្រឆាំងព្រះអង្គហើយក៏មិនចង់ប្រឆាំងជាមួយយើងដែរ សូមបរិជាទានទៅទូបង្គំខុសហើយ ព្រោះតែហេតុនេះហើយយើងគួរតែផ្ដល់ផលប្រយោជន៍ឲ្យលោកពីព្រោះលោកបានទុកឱកាសឲ្យព្រះអង្គឲ្យគេមើលឃើញព្រះមេត្តារបស់គេធ្វើការដោយរបៀបណាសម្រាប់មនុស្សដោយរបៀបណា ទូបង្គំដូចជាមិនយល់ទេលីសៀនបានជាមកដល់ទីនេះមានប្រយោជន៍ដល់យើងច្រើនហេតុអីបានជាព្រះមហាសិទ្ធិយ៉ាននេះចេញព្រីបញ្ជាសម្រាប់គាត់ទៅវិញ សូម្បីតែលិសៀនស្លាប់ក៏គេមិនដឹងថានៅក្នុងទឹកនោះមានថ្នាំពុលធ្វើឲ្យគេស្លាប់ដែរ ហេតុអីបានជាអញ្ចឹងទៅវិញ លិសៀនជួយព្រះមហាក្សត្រយ៉ាងនេះប្រយុទ្ធជាមួយនឹងពួកបរទេសប្រៀបដូចជាពេជ្ឈឃាតមួយអញ្ចឹងនេះជាសាររបស់លូយ៉ុងលោកមើលចំណុចទី3ទៅ សម្រាប់លីសៀនដើម្បីចរចាបានសម្រេចនេះគឺជាមូលហេតុនេះទេ លោកមហាថ្លៃគាត់មកដល់ហើយ មកឡើងម្នេះមកក្រាបទូលព្រះមហាសិទ្ធិយ៉ាននេះព្រះអង្គហៅជួយអីគួយចូលគាល់រឿងនេះ មែនទេ ព្រះអង្គឲ្យទូលបង្គំបោលោកជួយហេតុអីបានជាចិនហ្វីស្លាប់កាលនោះមានរឿងអីកាត់ឡើងខ្លះលោកប្រាប់យើងមកលោកប្រាប់យើងឲ្យបានច្បាស់ទៅមើលព្រះមហាក្សត្រយ៉ានេះបាត់ឲ្យទូលបង្គំយើងឮថាលោកគឺជាអ្នកទម្លាក់ចិនហ្វីចូលក្នុងដុំមែនទេអត់ទេគឺព្រះមហាក្សត្រយ៉ានេះគឺព្រះមហាក្សត្រយ៉ានេះលោកមហាថ្លឹកជួយយើងចង់ដឹងថាចិនហ្វីពេលនោះគេនិយាយថាម៉េចខ្លះធ្វើអីខ្លះមុនពេលស្លាប់តើគេបានផ្ដាំផ្ញើអ្វីខ្លះដល់យើងលោកនិយាយប្រាប់យើងតាមត្រង់មកយើងចង់ដឹងថានេះជាព្រះរាជបញ្ជារបស់ព្រះមហាក្សត្រយ៉ាងនេះឬមួយយ៉ាងណាបើមិនអញ្ចឹងលោកក៏ត្រូវស្លាប់ដូចគ្នាដែរក្រាបទូលព្រះអង្គសូមព្រះអង្គយល់ពីសន្តានចិត្តរបស់ទូបង្គំមិនភ្លេចព្រះគុណរបស់ព្រះអង្គទេព្រះអង្គទូបង្គំក៏មិនដឹងថាគិតយ៉ាងម៉េចដែរក្រាបទូលនោះបានន័យថាគឺឯងទម្លាក់ចិនហ្វីចូលក្នុងដងមែនទេទេគឺព្រះជាយាយចិនហ្វីលោតចូលក្នុងដងដោយខ្លួនឯងមុនពេលចេញពីរាជវាំងព្រះមហាក្សត្រយ៉ានីឲ្យព្រះជាយាយចូលគាល់ព្រះជាយាយដឹងថាប្រហែលជាមិនរស់ហើយព្រះជាយាយមិនត្រឹមតែមិនបានវព្រះមហាក្សត្រយ៉ានីផ្ទុយទៅវិញព្រះជាយាយមានការជំទាស់នឹងព្រះមហាក្សត្រយ៉ានីនៅពេលដែលព្រះមហាក្សត្រយ៉ានីមុនពេលយាយដំណើរមកដល់ទីនេះព្រះមហាក្សត្រយ៉ានីខ្ញាល់ខ្លាំងណាស់នោះបានន័យថាព្រះជាយាយលូតចូលក្នុងដងដោយខ្លួនឯងក្រាបទូលត្រូវហើយយើងសួរលោកមហាថ្លឹកជួយពេលនោះព្រះជាយាយលូតចូលទៅក្នុងដងលូតក្បាលទៅមុនឬមួយក៏ជើងចុះទៅមុនអីគឺក្បាលចុះទៅមុនអត់ទេគឺជើងចុះទៅមុនអីក្បាលជើងវ៉ាន់សាន់លោកនិយាយទៅមើលពេលនោះលោកបានឃើញខ្លះ ក្រាបទូលពេលនោះ ខ្ញុំម្ចាស់ថ្លៃបង្គំព្រះមហាក្សត្រយ៉ានីពួកបរទេសជិតមកដល់ហើយនាងដឹងទេកំភ្លើងធំការពីយប់មិញខុសប្លែកពីធម្មតាប្រហែលជាពួកបរទេសមកគៀកហើយនាងដឹងអស់ហើយមែនទេរាជធានីបើសិនជាជនបរទេសវាយលុកគួរធ្វើយ៉ាងម៉េចខ្លះការងារប្រទេសជាតិខ្ញុំម្ចាស់មិនហ៊ានសួរដេញដោលទេបើព្រះមហាក្សត្រយ៉ានីសួរខ្ញុំម្ចាស់សូមទូលការពិតសូមព្រះមហាក្សត្រយ៉ានីយាងទៅខាងលិចចោះសូមឲ្យព្រះអង្គផ្ទុំនៅរាជធានីតទល់ចរចានឹងជនបរទេសគ្មានអ្នកណាសួររឿងនេះទេបើមិនសួររឿងទាំងនេះខ្ញុំម្ចាស់មិនដឹងថាព្រះមហាក្សត្រយ៉ានីចង់សួររឿងអីទេពួកបរទេសចូលមករាជធានីតែងតែធ្វើអ្វីផ្ដេសផ្ដាស់តាមចិត្តបើសិនជាពួកវាចូលមកអុកឡុកបើអញ្ចឹងមែនខ្ញុំម្ចាស់មិនឲ្យគេធ្វើអ្វីផ្ដេសផ្ដាស់ទេពិតជាអញ្ចឹងមែនណា
ខ្ញុំម្ចាស់ហ៊ានស្លាប់ខ្ញុំម្ចាស់ក្បាលមួយតែឯងគ្មានអ្វីគួរស្ដាយទេល្អបើនាងបានតាំងចិត្តបែបនេះយើងយល់ព្រមនឹងនាងឥឡូវនេះនាងចាត់ការដោយខ្លួនឯងទៅចោះសូមព្រះមហាក្សត្រយានីបញ្ជាក់ឲ្យបានច្បាស់អំបញ្ញមិញនាងនិយាយថានាងហ៊ានធ្វើពលិកម្មដើម្បីជាតិដល់ពេលនេះនាងធ្វើជាមិនដឹងមែនទេសៀវកុយជឺក្រាបទូលសូមព្រះជាយាធ្វើតាមព្រះរាជបញ្ជាឯណាព្រះអង្គខ្ញុំត្រូវការគាល់ព្រះអង្គទម្លាក់គេចុះទៅលោកចង់ធ្វើអីព្រះជាយាសូមយាងចុះទៅជាចាស់ឯនេះសម្រាប់យើងបានការអីគឺខ្លួនឯងទេបំផ្លាញមហាឆេងមកធ្វើបាបព្រះអង្គបំផ្លាញប្រទេសជាតិទាំងមូលទោះយើងស្លាប់ទៅក៏យើងចាំមើលដែរចាត់ការភ្លាមទៅតែយើងលោកមហាថ្លឹកជួយលោកមហាថ្លឹកជួយស្ថានភាពពិតជាអញ្ចឹងមែនទេទុបកុំធ្វើតាមព្រះរាជបញ្ជាទេក្រាបទូលឯងព្រះអង្គសងព្រះជាយាឲ្យយើងវិញមកយើងត្រូវតែសម្លាប់ឯងព្រះអង្គកុំឲ្យសោះព្រះអង្គកុំឲ្យសោះត្រូវតែស្លាប់ឯងត្រូវតែស្លាប់ព្រះអង្គទុបតីព្រះអង្គកុំធ្វើចឹងអីព្រះអង្គកុំធ្វើចឹងអីទុបតីទៅព្រះអង្គយើងត្រូវតែសម្លាប់ឯងទៅព្រះអង្គទុបតីសិនទៅយើងត្រូវតែសម្លាប់ឯងកុំអីព្រះអង្គត្រូវតែសម្លាប់ឯងព្រះអង្គកុំជួយសម្លាប់ឯងព្រះអង្គយើងសម្លាប់ឯងមិនបានទេព្រះអង្គយើងសម្លាប់ឯងសុជីងបងស្រីបងមើលចាស់ហានអ៊ីឈៀននិយាយមិនខុសមែនព្រះមហាក្សត្រយ៉ានីយើងទៅស៊ីអានមែនពួកយើងរងចាំយូរហើយនេះជាឱកាសល្អសម្រាប់យើងពិតមែនហើយសុជីងចាប់ពីថ្ងៃស្អែកទៅអូនត្រូវខំហាត់វិជ្ជាគុណកុំប្រហែលឲ្យសោះរឿងនេះសម្ដែងបានល្អឬមិនល្អគឺសង្ឃឹមទៅលើអូនហើយនេះបានន័យថាម៉េចតើបានន័យថាម៉េចទៅព្រះមហាក្សត្រយ៉ានីកុំខ្ញាល់អីតាំងពីព្រះអង្គរៀបអភិសេកមកជាង10ឆ្នាំមកហើយព្រះអង្គនៅតែក្នុងដំណាក់មួយអង្គឯងឥឡូវនេះស្រាប់តែបាត់បង់ព្រះជាយាដូច្នេះព្រះអង្គឈឺប្រទៃណាស់នោះជារឿងធម្មតាទេព្រះមហាក្សត្រយ៉ានីជារឿងធម្មតាហ៎អ្វីទៅជារឿងធម្មតាហ៎ម្នាក់នេះជាព្រះអង្គជាង10ឆ្នាំមកហើយព្រះជាយាចិនហ្វីធ្វើឲ្យព្រះអង្គវង្វេងវង្វាន់អស់គ្មានព្រះកិត្តិយសជាព្រះអង្គសោះព្រះមហាក្សត្រយ៉ានីទូបង្គំយល់ថាព្រះអង្គធ្វើយ៉ាងនេះមិនមែនព្រោះតែលោកមហាថ្លឹកជួយទេនោះគឺហាក់ដូចជាលោកលីព្រះអង្គខ្ញាល់លោកមហាថ្លឹកជួយទម្លាក់ចិនហ្វីចូលដងនេះជារឿងលោកមហាថ្លឹកជួយសឺព្រះនាងទី4មានបន្ទូលត្រឹមត្រូវណាស់លោកមហាថ្លឹកជួយទម្លាក់ព្រះជាយាចូលទៅក្នុងអណ្ដូងគឺជាការពិតព្រះអង្គប្រកាសជាខ្យល់ខ្លាំងណាស់ក៏ប៉ុន្តែសូមកុំភ្លេចលោកមហាថ្លឹកជួយធ្វើយ៉ាងនេះតាមបញ្ជារបស់អ្នកណាគេធ្វើនេះចង់ឲ្យយើងមើលទេដឹងព្រះមហាក្សត្រយ៉ានីកុំយល់ច្រឡំអីព្រះអង្គតែងតែគោរពព្រះមហាក្សត្រយ៉ានីដូចជាព្រះមេដាព្រះអង្គស្ដាប់បង្គាប់ព្រះមហាក្សត្រយ៉ានីណាដូច្នេះមិនប្រឆាំងនោះទេមានរឿងអីដែលគេមិនហ៊ាននោះហើយទោះយ៉ាងណាគេមិនមែនជាកូនបង្កើតរបស់យើងកាលនោះខាងយុវ័យលៀងឈីឆាវនាំគ្នាក្បត់ប្រឆាំងរាជការគេចង់សម្លាប់ទាំងយើងទៀតផងនៅក្នុងភ្នែកពួកនេះយើងជាបន្លានៅក្នុងភ្នែកហើយក៏ជាមជុលក្នុងសាច់គេព្រះមហាក្សត្រយ៉ានីបានហើយឈប់និយាយទៀតទៅចាមិនក៏លោកមកទីនេះយើងមិនបានទៅផ្ទះលោកចង់មកចាប់ខ្លួនយើងមែនទេយ៉ាកុំយល់ច្រឡំអីមូតានហើយយើងមកថ្ងៃនេះគឺព្រោះតែមានការចាប់បាច់ណា
លោកម្ចាស់ហានលោកដឹងដែរតាយើងគ្រាន់តែជាអ្នកសម្ដែងប៉ុណ្ណោះហេតុអីបានជាលោកម្ចាស់100យើងធ្វើអីទៀត អីយ៉ាប៊ូតាណាប៊ូតាណាប៊ូតាហេតុអីបានជានាងមិនព្រមស្ដាប់ខ្ញុំនិយាយសោះយ៉ាងចឹងការពិតនាងក៏ដឹងដែរតើព្រះមហាសិទ្ធិយ៉ាងនេះនឹងយាមមកដល់ទីនេះព្រះមហាសិទ្ធិយ៉ាងនេះសពតិក្នុងការសម្ដែងល្ខោនណាស់ដូច្នេះហើយនាងត្រូវតែសម្ដែងថ្វាយព្រះមហាសិទ្ធិយ៉ាងនេះតូចបាទនិយាយពីចម្រៀងវិញមានតែនាងទេដែលច្រៀងពីរោះជាងគេនោះដូច្នេះហើយយើងចង់ឲ្យនាងដឹកនាំក្រុមសម្ដែងរបស់នាងសម្ដែងថ្វាយព្រះមហាសិទ្ធិយ៉ាងនេះតូចនេះក៏ជាកិត្តិយសរបស់តំបន់ស៊ីអានយើងដែរ លោកម្ចាស់ហានក្រុមសម្ដែងខ្ញុំនេះគឺជាអ្នកសម្ដែងតាមពិភពគុណត្រង់មិនមានប្រតិតោតនោះទេទោះជាសម្ដែងក៏មិនមែនពួកខ្ញុំជាអ្នកសម្ដែងដែរពួកខ្ញុំគ្មានលទ្ធភាពទេលោកម្ចាស់ហានទៅរកអ្នកផ្សេងទៀតចាស់ អីយ៉ាប៊ូតាដៃប៊ូតាយើងមកនេះព្រោះតែចង់ឲ្យនាងមានមុខមានមាត់ឲ្យនាងមានការធូរស្រាលក្នុងចិត្តហើយនាងគិតទៅមើលក្រុមសម្ដែងរបស់នាងបើសិនជាសម្ដែងល្ខោនថ្វាយព្រះមហាសិទ្ធិយ៉ាងនេះត្រង់សពតិប្រកាសជាមានបរិយាទានហើយបើច្រៀងពីរោះទៀតក្រុមសម្ដែងរបស់នាងនឹងក្លាយទៅជាក្រុមសម្ដែងទី1នៅក្នុងលោកហើយនាងក៏មានឈ្មោះល្បីល្បាញជាងនេះទៅទៀតដែរជាកំពូលស្រីសម្ដែងអស្ចារ្យម្នាក់ ពូកែមិនពូកែជារឿងធម្មតាខ្ញុំជាអ្នកសម្ដែងម្នាក់ខ្ញុំមិនចង់បានកិត្តិយសនោះទេ អីយ៉ាប៊ូតាណា អ្នកមិនចង់បានខ្ញុំចង់បាន អូយ៉ាហើយអ្នកនាង លោកម្ចាស់ស៊ុយឈិងគេអត់យល់អីទេសូមលោកអធិស្ឋានផងចុះ អូមិនបញ្ហាមិនបញ្ហា ស៊ុយឈិងនេះជាការពិតណាស់លោកម្ចាស់ហានមានបំណងល្អនាងគួរតែយល់ចិត្តគាត់ផងម្យ៉ាងទៀតសម្ដែងថ្វាយព្រះមហាក្សត្រយ៉ាងនេះបានសម្រេចពួកយើងមិនខ្វះប្រាក់ចាយទេក្រុមសម្ដែងរបស់យើងនឹងល្បីទៀតបើមិនអញ្ចឹងក្រុមសម្ដែងរបស់យើងមានអ្នកណាទទួលស្គាល់អ្នកណាមិនចង់សម្ដែងថ្វាយព្រះមហាក្សត្រយ៉ាងនេះនោះ ដល់ឃើញទេអ្នកនាងต้องដឹងខុសដឹងត្រូវយល់ការអ្វីដែលយើងចង់បានគឺអានឹងហើយដូច្នេះហើយបានខ្ញុំ បានហើយរឿងនេះខ្ញុំជាអ្នកអាកាត់ទៅចោះស្អែកយើងនឹងយកកម្មវិធីឲ្យទៅលោកសុំលោកពិនិត្យខ្លួនឯងពួកយើងក៏ចាប់ផ្ដើមអ្វីដែលលោកចង់បានដែរណាខ្ញុំធានាទាំងអស់ស៊ូឈិងលោកម្ចាស់មើលនាងចាស់ចា អេដល់អាចសេរីម្លេះហ៎អើយ៉ាបែរជន់ឯទេអីអើយអើយយ៉ាអ្នកប្រុសចំដាយអស់7000តម្លឹងសរុបទៅគឺជា10000តម្លឹងទៅហើយធ្វើត្បិតថានេះគឺជាហាងរបស់ខ្លួនឯងតែលោកម្ចាស់សួរដេញដោលឬតែគិតយ៉ាងបែបទៅអ្នកប្រុស កំភៃឯងភ័យស្អីហ៎ហើយប្រាប់ឯងទៅចោះបំណុលឪពុកកូនសងចោះបំណុលកូនវិញលើកងងមែនគឺឪពុកជាអ្នកសងយើងចំពាក់12000តម្លឹងយ៉ាងម៉េចប្រាប់លោកម្ចាស់ទៅ ខ្លាកាចមិនស៊ីកូនឯងទេ12000តម្លឹងមានអីអស្ចារ្យខ្ញុំឈិនជីងមិនធ្វើឲ្យហាន់ហិតទ្រព្យសម្បត្តិគ្រួសារទេ ប្រាក់បន្តិចបន្តួចប៉ុណ្ណោះ ហើយយ៉ាអ្នកនាងមកហើយចាប់ជាចេញទៅ កុំខ្វល់ឲ្យយើងជាចេញធ្វើអីបើគ្រាន់បើមករកយើងមកអេចូលកុំអីហើយជប់ពួកឯងស្រែកដូឡាស្អី កុំជប់ បើគ្រាន់បើគេចូលមកចោល ជប់ទៀតកុំជប់ទៀតអូអ្នកប្រុសថយចេញអ្នកប្រុស ថយចេញស្ដាប់បានទេយើងមិនអន់ទេចង់សម្លាប់យើងឬមួយយ៉ាងណាកុំសង្ឃឹម មនុស្សចិត្តល្អអាយុខ្លីមនុស្សអាក្រក់អាយុវែងឈិនជីងឯងមិនលឺសំឡេងកណ្ដឹងទេឯងខ្លាំងឬមួយក៏ខ្វះភ្នែកអត់ឃើញយើងកំពុងតែមកសេះមកទេនេះអ្នកណាអូចិញ្ចាំវែងភ្នែកកាចយ៉ាងនេះចំមោះទាំងពីរបែរទៅរកមេឃប្រកាសជាស្លាប់អាក្រក់មើល ឯងទេស្លាប់អាក្រក់មើលប្រាប់ឯងទៅបើយើងពេលបាត់តែបន្តិចទោះជាឯងជាកំពូលរាជរឹងរូសក៏ឲ្យឯងស្លាប់យ៉ាងវេទនាដែរ មែនកូនស្រីរបស់លោកចវាយខេតជាស្រីឆ្នះទី1នៅស៊ីអានពាក្យនេះពិតជាមិនខុសមែន មនុស្សថោកទាបអ្នកណាថាយើងច្បោះបែរទៅមេឃអ្នកណាថាយើងជាចាំវែងឯងនិយាយទៅមើល អ្នកនាងហានខ្ញុំមិនមែនថាឲ្យនាងទេហេតុអីបានជានាងបើកភ្នែកធំយ៉ាងនេះទៅវិញដូចជាអាក្រក់មើលខ្លាំងណាស់ ឯងមិនថាឲ្យយើងឯងថាឲ្យអ្នកណា យើងចង់ថាសត្វសេះដែលជាសត្វដេរឆាន ឈិនជីងកុំមកផ្ដេសផ្ដាស់ប្រាប់ឯងទៅចោះថ្ងៃក្រោយពេលយើងជួបឪពុកឯងយើងនឹងយករឿងអាក្រក់ឯងប្រាប់ឪពុកឯងដល់ពេលនោះ
ឯងប្រកាសជាត្រូវបំណងយ៉ាងចាស់ដៃចាំតែមើលចោះ បានហេតុអីបានជាមកបដៅខ្ញុំទៅវិញអេអ្នកនាងហានឪពុកខ្ញុំបើសិនជាដឹងថានាងយកសេះមកធាក់ខ្ញុំហើយធាក់ស្ទើរឲ្យខ្ញុំដាច់ពូជដល់ពេលនោះខ្ញុំយកប្រពន្ធមិនបានហើយគ្មានកូនទៀតឪពុកខ្ញុំប្រកាសជាមិនសុខចិត្តនោះទេយល់ហើយឬនៅយើងគ្រាន់តែជួយសាងបុណ្យជំនួសឯងមិនមើលខ្លួនឯងទៅមើលតើមានសង្ឃឹមយកប្រពន្ធបានទេមួយថ្ងៃដើរស៊ីផឹកលេងល្បែងពាលីអាវ៉ាសែស្រីណាគេយកឯងធ្វើប្តីនោះឯងនេះជាអ្នកបំផ្លាញទ្រព្យសម្បត្តិគ្រួសារបើសិនជាមានគ្រោះថ្នាក់អ្វីមួយហើយឯងងាប់ទៅបាត់គាត់គ្មានកូនគ្មានចៅតើគាត់ត្រូវរស់នៅយ៉ាងណាឯងមិនគិតមើលទៅថាម៉េចអ្នកនាងហានយ៉ាងអ្នកនាងធំចង់បង្កើតកូនឲ្យខ្ញុំមែនទេឯងនេះបានឯងអាងគ្នាច្រើនចង់ធ្វើបាបយើងមែនទេមិនអីទេយើងនឹងឲ្យឯងស្គាល់អ្វីដែលហៅថាមនុស្សច្រើនធ្វើបាបមនុស្សតិចយើងនឹងនាំគ្នាមកឲ្យច្រើនជន់ក្បាលឯងកុំឲ្យងើបមុខរួចបើគ្រាន់បើនាំតបទៅវ័យកងតបកុលសម្ព័ន្ធទាំង8ទៅបើគ្រាន់បើក៏មកឆ្លោះជាមួយប្រជារាបងប្អូនទាំងអស់គ្នាតើខ្ញុំនិយាយត្រូវទេត្រូវងាប់ទៅហើយអ្នកប្រស្រួលណាស់ពិតជាស្រួលមែនមើលចោះសុំឲ្យយើងស្រួលឲ្យអស់ចិត្តទៅត្រូវរំពាត់មានអីសបាយត្រូវកញ្ញាំត្រូវកញ្ចក់ដៃរបស់នាងបើខ្ញុំស្រែកមួយម៉ាត់ខ្ញុំមិនមែនជាអ្នកក្លាហាននោះទេថ្ងៃនេះបើមិនវាយឲ្យបាយសាច់ទេថ្ងៃក្រោយឯងនៅតែមិនចេះគ្រប់យើងអញ្ចឹងហើយចូលវាយទៅอย่าប្រោឲ្យគេវាយទៅវាយទៅខត់យើងកំខត់យើងឲ្យគេវាយចាស់ឲ្យគេវាយចាស់อย่าប្រោឲ្យគេវាយទៅវាយទៅធ្វើបាបយើងចាំតែមើលចោះយើងហានស៊ូអ៊ីមិនមែនមនុស្សដូចពួកឯងអាចសម្លុតជើងបាននោះទេឯងចាំតែមើលចោះអ្នកប្រោអ្នកប្រោនេះគេហៅថាវៃណាស្រឡាញ់ណាជេរណាថ្នាក់ថ្នមណាកូនស្រីរបស់លោកចៅវាយខេតជាមួយនឹងយើងសំណេះសំណាលរឿងស្នេហាអ្នកប្រតិពីណែណាអ្នកប្រតិពីឆាប់មកវិញអ្នកប្រុសអូយអាចោមកសៀតមិនបានចាយបជ្រាមិនចេះមើលទេយ៉ាងម៉េចអាចោមកសៀតឯងនេះហើយមើលយ៉ាងម៉េចស្អីទៅឈួតអើយហើយបានជារញ៉េរញ៉ៃម្លេះអ្នកប្រុសទី2ទៅបាត់អត់ឃើញគាត់តតែសោះឆាប់តាមរកគាត់ព្រាមទៅខ្ញុំកំពុងតែរកហើយតែមិនឃើញអ្នកប្រុសទី2គិតយ៉ាងម៉េចទៅមិនប៉ទេមើលចោលគេផ្ញើសារបញ្ជាក់យ៉ាងច្បាស់ណាស់អ្នកប្រុសទី2មកវិញថ្ងៃនេះឃើញទេអ្នកប្រុសទី2ប្រហែលជាដើរខុសផ្លូវទីដឹងអ្នកប្រុសទី2ប្រាប់ថាគាត់បានឲ្យគេយកឡានមកគ្រឿងមកវិញប្រហែលជាទៅយកឡានខកពេលទេដឹងអញ្ចឹងពួកយើងគួរតែទៅមើលនៅខាងនោះវិញតបានហើយថ្ងៃនេះប៉ុណ្ណឹងសិនចុះអត់បាយប្រហែលថ្ងៃនេះទើបមានបបរហូបឥឡូវនេះដៃជើងយើងទន់ដូចជាសំឡេងទៅហើយតើពួកយើងមានកម្លាំងឯណាទៅលីសើជាមួយពួកក្បត់ទាំងអស់នោះថយសិនទៅដល់ថយសិនលោកម្ចាស់មើលខាងនោះលោកម្ចាស់ខាងនេះលោកម្ចាស់ហូហើយយ៉ាក្រត់បើការពិតនៅទីនេះទេយើងតាមរកឯយូរទៅហើយការពិតនៅទីនេះសោះពួកឯងបាទចាប់ខ្លួនគេហើយសម្លាប់គេចោលតែម្ដងទៅបាទក្រៅឡើងទៅនេះសៀនលេខខ្ញុំភ្លាមលេខឯងឪពុកឯងស្លាប់ទៅហើយឯងជាកូនរឿងអីត្រូវរួចខ្លួនអយុត្តិធម៌ណាឪពុកខ្ញុំត្រូវគេសម្លាប់ហើយបើអ្នកទាំងអស់គ្នាសម្លាប់ខ្ញុំថ្ងៃក្រោយពួកគេក៏សម្លាប់អ្នកទាំងអស់គ្នាអញ្ចឹងដែរ
អ្នកណាបំរើស្រីបិសាចនោះអ្នកនោះប្រកាសជាស្លាប់យ៉ាងវេទនា ឈប់និយាយឯស្រែកលោឡាព្រៃប្រាស់ស្អីព្រះបញ្ជាព្រះមហាក្សត្រយ៉ានេះឲ្យប្រហារជីវិតឯងប្រៀបដូចជាយមរាជឲ្យឯងស្លាប់អញ្ចឹងឯងត្រូវតែស្លាប់កិច្ចតាណាក៏មិនរួចដែរព្រះមហាក្សត្រយ៉ានេះឲ្យឯងស្លាប់ឥឡូវនេះឯងរស់តទៅទៀតក៏មិនបានបងប្អូនទាំងអស់គ្នាប្រុងប្រៀបបាទថយចេញឯងជាតារាឯងជាមនុស្សឬជាខ្មោចជាតិនេះគឺជាមនុស្សជាតិក្រោយប្រហែលជាខ្មោច